ខ្ញុំសូមឲ្យលោកពិចារណាឡើងវិញហើយកុំចេញរបាយការណ៍បែបមួយជ្រុងរបាយការណ៍បែបងឹតល្ងល់ចេញរបាយការណ៍បែបខ្វះវិជ្ជាជីវៈបើក្រោយពេលដែលខ្ញុំបានឃើញរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដែលយើងតែហៅថា Human Rights Watch ចែកជាភាសាអង់គ្លេសគឺបានចេញរបាយការណ៍មួយកាលពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ខ្ញុំពិតជាមានការសោកស្ដាយនិងស្លុតចិត្តមែនទែនដែលអង្គការនេះបានចេញរបាយការណ៍មកគឺបានផ្ដោតតែមួយជ្រុងតូចមិនបានមើលឃើញទូលំទូលាយដែលកម្ពុជាបានកំពុងធ្វើជាមួយនឹងបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃវិញជាក់ស្ដែងយើងមើលឃើញហើយថាចាប់តាំងពីថ្ងៃទី8ខែមិថុនាឆ្នាំ2025មកដល់ពេលនេះគឺកម្ពុជាយើងបានស្វាគមន៍យ៉ាងកក់ក្ដៅទៅដល់បងប្អូនពលករដែលបានត្រឡប់មកពីប្រទេសថៃវិញហើយមកចូលទឹកដីមកដល់ទឹកដីខ្លួនគឺទឹកដីកម្ពុជាយើងមើលឃើញថាស្ថាប័នចាប់តាំងពីស្ថាប័នក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធទាំងអស់បានកំពុងនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅដល់ពលកររបស់យើងដែលបានត្រឡប់មកចូលកម្ពុជាវិញទី1យើងបានផ្ដោតទៅលើកិច្ចការសំខាន់ទៅតាមយន្តការការងារក៏ដូចជាការរៀបចំផែនការរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការពេលនោះយើងមើលឃើញថាយើងបើកគេហៅថាកន្លែងដែលទីស្នាក់ការចូលពីស្រុកគេមកយើងមានប៉ុស្តិ៍គឺប៉ុស្តិ៍សម្រាប់ទទួលបងប្អូនពលករយើងតែម្ដងសម្រាប់ងាយស្រួលហើយសំខាន់ទីទៀតបងប្អូនយើងគឺពេលដែលមកដល់ជួបស្ថាប័នគ្រប់ស្ថាប័នហ្នឹងគឺគាត់មានភាពកក់ក្ដៅណាស់ហើយគាត់ទទួលបានអាហារគាត់ទទួលការបានការដឹកជញ្ជូនដល់ឥតគិតថ្លៃគាត់ទទួលបានសេវាផ្សេងទៀតដែលយើងបានបំពេញកាតព្វកិច្ចជូនពួកគាត់យើងចាំបានថានៅពេលដែលមកដល់បងប្អូនពលករយើងណាគឺទទួលបានការងារងាយបាទនេះថាគាត់មិនបាច់ចាំស្វែងរកការងារទេគឺការងាររត់ទៅរកគាត់នេះជាការងាយហើយយើងបានដាក់ប៉ុស្តិ៍ដាក់ការិយាល័យដាក់កន្លែងដែលជ្រើសរើសបងប្អូនកម្មករគ្រប់បណ្ដាខេត្តណាក៏មានដែរហើយអ្វីដែលអង្គការនេះបានលើកឡើងនេះខ្ញុំគិតថាអង្គការនេះពិតជាមិនបានទៅដល់ទីកន្លែងច្បាស់លាស់គ្រាន់តែបានទទួលហៅថាព័ត៌មានសម្ោលពីពពួកអគតិហ្នឹងគាត់យកទៅផ្សាយតែម្ដងខ្ញុំសូមបដិសេធនឹងច្រានចោលអ្វីដែលជារបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះខ្ញុំសូមឲ្យលោកបុគ្គលិករបស់លោកណាចុះទៅតាមមូលដ្ឋានជួយបើសិនជាលោកមានចេតនាចង់ជួយហើយលោកចង់បានរបាយការណ៍ពិតប្រាកដឬក៏ព័ត៌មានពិតប្រាកដទោះតែលោកដាក់បុគ្គលិកលោកណាចុះតាមខេត្តឥឡូវលោកចុះទៅខេត្តកំពង់ស្ពឺមួយមើលថាតើបងប្អូនដែលមកពីត្រឡប់មកពីប្រទេសថៃវិញថាតើគាត់បានចូលធ្វើការបានប៉ុន្មាន%ហើយលោកមានដឹងអាហ្នឹងទេទៅដល់ខេត្តស្វាយរៀងទៀតតើខេត្តស្វាយរៀងគេទទួលបានប៉ុន្មាន%លោកទៅសិក្សាឡើងវិញអ្វីដែលលោកបានចេញរបាយការណ៍ទាំងល្ងើនេះខ្ញុំគិតថាវាខ្វះនៅវិជ្ជាជីវៈរបស់លោកអញ្ចឹងសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាអង្គការវិជ្ជាជីវៈមួយហើយខ្ញុំជាអ្នកធ្វើការផ្ទាល់ជាមួយបងប្អូនកម្មករយុវជនខ្ញុំសូមច្រានចោលហើយខ្ញុំថ្កោលទោសនៅអ្វីដែលលោកធ្វើតែមួយជ្រុងលោកត្រូវសិក្សាឲ្យចប់ពីដើមដល់ចប់ថាតើអ្វីខ្លះដែលជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាផែនការរបស់ក្រសួងការងារដែលខំប្រឹងប្រែងណាដុតដៃដុតជើងទាំងយប់ទាំងថ្ងៃមិនដែលបានសម្រាប់ទេលោកនេះបើយើងនិយាយអំពីការងារដែលក្រសួងការងារបំផ្នែកប្រឹងប្រែងស្វែងរកនិងផ្ដល់ការងារជូនដល់បងប្អូនពលករត្រឡប់មកពីប្រទេសថៃវិញអញ្ចឹងជាចុងក្រោយខ្ញុំគ្រាន់តែសំណូមពរប្រសិនបើលោកមានចេតនាឬបំណងល្អសូមលោកស្វែងរកការពិតឲ្យឃើញហើយលោកព្យាយាមផ្ដល់ព័ត៌មានណាជួយទៅដល់បងប្អូនយើងកន្លែងណាដែលមិនទាន់មានការងារធ្វើបើលោកឃើញថានៅលោកអាចយកព័ត៌មានមកក្រសួងការងារគេនឹងស្វែងរកខាងក្រសួងការងារនឹងដាក់ការងារឲ្យគាត់ធ្វើមិនត្រឹមតែស្វែងរកការងារឲ្យពលករធ្វើទេក្រសួងការងារបានឲ្យបងប្អូនយើងស្ម័គ្រសម្រេចចិត្តទៀតថាតើគួររៀនយកវិជ្ជាជីវៈដើម្បីធ្វើការថ្ងៃខាងមុខឬក៏សម្រេចចិត្តចូលធ្វើការភ្លាមណាសប្តាហ៍យើងមានបែងចែកច្បាស់លាស់ខ្ញុំជាអ្នកសាជីខ្ញុំដឹងតើក្រសួងការងារបានបំពេញកិច្ចការខ្លះចឹងហើយអ្វីដែលលោកបាននិយាយអ្វីដែលលោកបានធ្វើរបាយការណ៍នេះខ្ញុំសូមបដិសេធឲ្យច្រើនចោលទាំងស្រុងក្នុងនាមខ្ញុំជាអ្នកសាជីមួយវិញទៀតក្រសួងមិនត្រឹមតែបង្កើតប៉ុស្តិ៍ការិយាល័យជ្រើសរើស
ពលករទេមិនត្រឹមបើកទៅវេទិកាការងារទេក្រសួងថែមទាំងបង្កើតណាក្រសួងការងារថែមទាំងបង្កើតលេខទូរស័ព្ទណាជាសាធារណៈហ្មងគឺ1297ដើម្បីឲ្យតាក់ទងមកអ្នកដែលត្រូវការងារធ្វើតាក់ទងមកក្រសួងរៀបចំកិច្ចការឲ្យពលករអញ្ចឹងជាចុងក្រោយខ្ញុំសូមឲ្យលោកពិចារណាឡើងវិញហើយកុំចេញរបាយការណ៍បែបមួយជ្រុងរបាយការណ៍បែបងឹតល្ងល់ចេញរបាយការណ៍បែបខ្វះវិជ្ជាជីវៈបាទសូមអរគុណ